ហាងមួយឆាបាំងកាយនៅម្ដុំវត្តភ្នំល្បីថាឆ្ងាញ់ខ្លាំងជីទៅដល់ម្ដុំវត្តភ្នំទៅហើយ search Google Maps 60 Service Apartment ហាងមួយឆានៅក្នុង apartment ហ្នឹងអញ្ចឹងរៀងក្លុកក្លៀនតិចពេលជីមកដល់កន្លែងនេះហើយតើអស់គ្នាងាកស្ដាំទៅឃើញខាងក្នុងហ្នឹងកន្លែងផ្ញើម៉ូតូបើជីម៉ូតូអាចដាក់ក្នុងហ្នឹងបានអញ្ចឹងពេលផ្ញើម៉ូតូនៅកន្លែងហ្នឹងហើយតើអស់គ្នាងាកឆ្វេងតិចឃើញអាប្លោះទ្វារហ្នឹងអាចដើរចូលក្នុងហ្នឹងបានបើទៅដល់អត់ឃើញមនុស្សកំភៃដោយសារមកជួលហ្នឹងគេមាន office មានអីគេកន្លែងខ្លះទុកចោលទុកអីអញ្ចឹងដើរដល់ជ្រៅខាងក្នុងទៅឃើញមនុស្សហើយហាងគាត់ first impression គឺស្អាតមែនតើ aesthetic បែបជប៉ុនគ្រាន់តែមកវឹកហ្នឹងគាត់រៀងល្បីអញ្ចឹងទៅមនុស្សរៀងច្រើនតិចចំពោះអនាម័យនៃការរៀបចំទុកដាក់ខ្ញុំគិតថាគាត់ធ្វើបានល្អមែនតើមើលទៅ clean ស្អាត aesthetic ពេលដែលគាត់បើកកំប៉ុងមួយឆាហ្នឹងមកគឺឈ្ងុយក្លិនមួយឆាហ្នឹងមកហើយបើសាច់មួយឆាវិញគឺស្អាតបេតងខ្ចីម៉ត់មកមួយឆាគាត់មានច្រើនប្រភេទច្រើនជម្រើសហើយខ្ញុំឃើញគាត់លក់ដាច់មែនតើខ្ញុំបានកំងអា Chinoka មួយឆា latte នេះមួយកែវ 4.25 ហើយពេលខ្ញុំថែម oatmeal ទៀតវាឡើង 4.75 ចំពោះខ្ញុំក្លិនឈ្ងុយរសជាតិដិតល្អបើសិនជា outfit បែបហ្នឹងគឺពួកគាត់កូរមួយឆាអត់ទាន់សូវបានល្អវានៅរៀងកាក់ច្រើននៅបាតខ្ញុំក៏បាន outfit បែបហ្នឹងទៅពួកគាត់ដូចគ្នាអញ្ចឹងសង្ឃឹមថាតើអស់នេះទៅតាមក្រោយហ្នឹងអាចនឹងមួយឆាឆ្ងាញ់ជាងមុនអត់សូវមានកាក់មានអីចឹងទៅប៉ុន្តែបើនិយាយការតាប់តែងហាងគាត់វិញទាំង indoor ទាំង outdoor គឺ aesthetic មែនតើបងប្អូនដូចនៅជប៉ុនអញ្ចឹងតែជប៉ុននេះជប៉ុនខ្ញុំឃើញតាម TikTok ឯណា